IT ខ្ញុំធានាឲ្យសម្បូរការងារធ្វើណាស់ក៏ពីតែគាត់បញ្ចប់ព័ត៌មានវិទ្យាហ្នឹងការងារអីគេនៅទីផ្សាររបស់យើងបច្ចុប្បន្នខាង programming សេ mobile app ព័ន្ធបណ្ដាញ networking designer ខាង marketing ដែរខាង cyber security កំពុងតែចូលមកទៅមួយនឹង AI សិក្សារបស់យើងគួរតែងាកមកសិក្សាទៅលើថ្នាក់បញ្ញាបត្រព័ត៌មានវិទ្យាជាពិសេសនៅសាកលវិទ្យាល័យពុទ្ធសាសនាយើងផ្ទាល់តែម្ដងជំរាបសួរស្វាគមន៍មកកាន់កម្មវិធី UP Podcast ដែលថ្ងៃនេះយើងនឹងពិភាក្សាគ្នាទាក់ទងជាមួយនឹងការដោះកូដអនាគតឬក៏ Decode the Future អញ្ចឹងទស្សនិកជនប្រហែលជាឆ្ងល់ហើយថាតើយើងនឹងដោះកូដអនាគតអ្នកនរគ្នាយ៉ាងដូចម្ដេចហើយខ្ញុំក៏ឆ្ងល់ដែរថាតើយើងមានវិធីសាស្ត្រអីគេនៅក្នុងការដោះកូដអនាគតចឹងថ្ងៃនេះយើងមានសេចក្តីសោមនស្សរីករាយមែនតើដែលយើងមានវិក្កាមិនកិត្តិយសមួយរូបលោកសុកនាងដែលជាអគ្គនាយករងនៃផ្នែកព័ត៌មានវិទ្យានៅខាងក្រុមហ៊ុន Process Solution Co Ltd ចឹងដើម្បីកុំឲ្យខាតពេលវេលាយូរយើងទៅជួបវិក្កាមិនកិត្តិយសទាំងអស់គ្នាបាទជំរាបសួរបងបាទជំរាបសួរសុខសប្បាយបងសុខសប្បាយបាទមិនដែរបងការងាររវល់ច្រើនទេបាទចានេះរៀងរវល់គួរសមដែរបាទបងអញ្ចឹងបងដើម្បីយើងចាប់ផ្ដើមកម្មវិធីបងអាចជួយណែនាំខ្លួនក៏ដូចជាប្រវត្តិការសិក្សាក៏ដូចជាការងារខ្លះៗដែរខ្ញុំសុកនាងខ្ញុំសុកនាងសំខ្ញុំមកពីក្រុមហ៊ុន Process Solution ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាខាង IT យើងជាក្រុមហ៊ុនដែលផ្ដល់សេវាកម្មទៅដល់អតិថិជនជាច្រើនផ្នែកដូចជាខាងធនាគារខាងរដ្ឋាភិបាលខាងសិក្សាហើយនិងខាង education ឬក៏ factory ផ្សេងៗទាំងអស់ហ្នឹងដែលមាន solution ទៅលើឯកបច្ចេកវិទ្យាខាង IT ទាំងអស់ទាំងរឿងសុវត្ថិភាពទាំងរឿង infrastructure និងរឿង solution ផ្សេងៗទៀតចឹងណាអញ្ចឹងទៅមួយនឹងការសិក្សាពីត្រឡប់ទៅកាន់ background ហើយការសិក្សារបស់ខ្ញុំវិញខ្ញុំជាសិស្សពេលដែលខ្ញុំចប់បណ្ដុំមកខ្ញុំចូលទៅរៀននៅអង្គការ CIST កាលហ្នឹងគេហៅថា CIC ឥឡូវគេដូរឈ្មោះទៅ PNC ហើយបន្តមកទៀតខ្ញុំបានបន្តការសិក្សារបស់ខ្ញុំទៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រាដែលជាចំនួនទី1នៅក្នុងផ្នែក IT ដូចគ្នាហើយបន្ទាប់ពីបញ្ចប់ការសិក្សានៅពុទ្ធិសាស្ត្រក្នុងផ្នែក Bachelor Degree មកខ្ញុំក៏បន្តទៅពុទ្ធិសាស្ត្រនៅខាងផ្នែក Master IT តែម្ដងបាទអរគុណអញ្ចឹងបងដោយសារតែទស្សនិកជនរបស់យើងគាត់កំពុងតែឆ្ងល់ហើយថាអត្តន័យចំពោះការដោះកូដអនាគតហ្នឹងបងយល់ឃើញមិនដែរបងជួយបកស្រាយតិចមកបាទពាក្យហ្នឹងវារៀងយើងស្ដាប់ទៅវាបើយើងស្ដាប់ទៅដូចយ៉ាងស្រៀងបច្ចេកទេសអញ្ចឹងតែប៉ុន្តែតាមពិតវាលេឡំមួយនឹងជីវិតពិតទេសូម្បីតែខ្ញុំហ្នឹងក៏ខ្ញុំធ្លាប់បានឆ្លងកាត់ខ្ញុំគិតថាបងក៏បានឆ្លងកាត់តែទៅរឿងការដោះកូដអនាគតដែរគ្រាន់តែយើងបានមកធ្វើការដល់ប៉ុណ្ណេះអញ្ចឹងណាបាទអញ្ចឹងគ្រាន់ជាការយល់ឃើញរបស់ខ្ញុំទេដោយសារពេលដែលយើងចេញពីថ្នាក់ទី12តាមពិតទី12វាមិនជាថាជាអ្វីដែលជា finalize របស់ជីវិតរបស់យើងទេវាគ្រាន់តែជា step មួយ first step ដែលយើង start ជីវិតរបស់យើងសម្រាប់មួយទៀតគឺចូលដល់សាកលវិទ្យាល័យឬក៏យើងអាចចាប់ចូលជំនាញ specialist ខាងអីផ្សេងមួយអញ្ចឹងណាបាទអញ្ចឹងគ្រាន់តែថាវាជាមូលដ្ឋានគ្រឹះដើម្បីឲ្យយើងអាចទៅចាប់ថាបើសិនជាយើងចង់រៀនសាកលវិទ្យាល័យឬក៏យើងចង់ទៅរៀនជំនាញបច្ចេកវិទ្យាមួយច្បាស់លាស់តើយើងគួរទៅរៀនអីបន្តទៀតអញ្ចឹងទៅហើយអញ្ចឹងនៅពេលដែលចេញពីបាក់ដប់ភ្លាមក៏មិនទាន់ដឹងថាខ្លួនឯងហ្នឹងចង់រៀនអីដែរអ្នកខ្លះក៏សម្រាប់ខ្ញុំអាចបច្ចេកវិទ្យា IT ហ្នឹងខ្ញុំអត់ដឹងថាជាព័ត៌មានវិទ្យាដែលគេនិយាយរឿង computer អីផ្សេងៗមានអីផ្សេងៗ server មានអីផ្សេងៗអញ្ចឹងទេអ្វីដែលខ្ញុំគិតថាវាដូចជាអានព័ត៌មានឬក៏អីផ្សេងអញ្ចឹងបាទតែពេលដែលយើងចូលរៀនជាក់ស្ដែងវាអត់អញ្ចឹងទេអញ្ចឹងនៅពេលយើងចាប់ដើមចូលរៀនគឺគេចាប់ដើមបរៀនទៅរឿងគណិតវិទ្យារឿងបច្ចេកវិទ្យាមួយចំនួនហើយរឿងភាសាមុននឹងយើងចាប់ដើមចូលរៀន IT ហ្នឹងហើយដល់ភាសាហ្នឹងអង់គ្លេសបើគឺអង់គ្លេសគេរៀនតែទៅមួយហ្នឹងខាង IT ខាងបច្ចេកវិទ្យាព័ត៌មានវិទ្យាហ្នឹងអញ្ចឹងទៅអមតែខ្ញុំបានចូលមកដល់ដំណាក់កាលនេះខ្ញុំទៅឆ្លងកាត់ដំណាក់កាលច្រើននេះមួយខ្ញុំចូលរៀនសិនដើម្បីយល់ពីអ្វីដែលជាព័ត៌មានវិទ្យាអ្វីដែលយើងគួរចាប់ព្រោះក្នុងព័ត៌មានវិទ្យាហ្នឹងគេមាន2-3វិស័យតាមពិតវាមានជំនាញច្រើននៅក្នុងការងារហ្នឹងឧទាហរណ៍ថាយើងមាន graphic design យើងមានតើតមួយនឹង coding តើតមួយនឹង networking តើតមួយនឹងអីផ្សេងទៀតនៅលើហ្នឹងដើម្បីយើងអាចចាប់យកមកធ្វើឱកាសការងាររបស់យើងទាំងហើយដល់ពេលដែលខ្ញុំចាប់ដើមចូលរៀននេះគឺខ្ញុំចាប់យកបច្ចេកវិទ្យាខាងបណ្ដាញគេហៅថា networking ណាអញ្ចឹងខ្ញុំចាប់យកអាហ្នឹងមកបន្តទៀតខ្ញុំចាប់ដើមចូលធ្វើការទៅខ្ញុំចាប់ដើមរៀនយល់វាអញ្ចឹងទៅអញ្ចឹងពេលដែលចាប់ដើមរៀនពីវាយើងយកអាហ្នឹងមកប្រើប្រាស់គឺវាជួយយើងតើតមួយនឹងឲ្យយើងដឹងថាតើស្អីទៅជា network បណ្ដាញផ្សេងៗហើយបានយើងចាប់យកទៅបដាពីលើនឹងទៀតដែលយើងមានដូចជា firewall មានដូចជា security មានដូចជារឿង VPN អីច្រើនដល់ឡើយហ្នឹងគេមានបច្ចេកវិទ្យា upload ពីលើនឹងបន្ថែមទៀតទៅវាហ
ថា advance យ៉ាងទៀតយើងគឺត្រូវតែរៀនរហូតដែរហ្នឹងវាមិនថាពេលយើងចេញពីសកលមកយើងរៀនចប់ហើយយើងគាត់ធ្វើការទេគឺយើងត្រូវ update រហូតដែរបាទអញ្ចឹងបងមិញហ្នឹងតកតងមួយនឹងការបកស្រាយថាបងក៏បានបញ្ចប់ថ្នាក់បញ្ញាបត្រនៅសាកលវិទ្យាល័យពុទ្ធសាសនាហើយក៏បានបន្តចូលទៅដល់ថ្នាក់អនុបណ្ឌិតទៀតអញ្ចឹងបងយល់ឃើញយ៉ាងម៉េចដែរចំពោះការសិក្សាថ្នាក់បញ្ញាបត្រផងអនុបណ្ឌិតផងនៅសាកលវិទ្យាល័យពុទ្ធសាសនាហ្នឹងបងវាល្អសម្រាប់ខ្ញុំអាចរៀនបានច្រើនតទៅមួយនឹងអ្វីមុខជំនាញដែលខ្ញុំបានរៀនជាពិសេសដោយសារខ្ញុំចាប់ខាងបច្ចេកវិទ្យាបណ្ដាញយ៉ាងស្រាប់អញ្ចឹងនៅពេលដែលខ្ញុំរៀននៅលើហ្នឹងទៅគឺមានរៀនខុសមួយចំនួនតទៅប៉ុន្តែសួរថាវាបច្ចេកទេសសុទ្ធអត់ទេវាអត់មានបច្ចេកទេសសុទ្ធទេវាមានទាំងរឿងcross organization គេហៅថាធ្វើការឆ្លងជាលក្ខណៈក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយឬក៏ពីប្រទេសមួយទៅប្រទេសមួយហ្នឹងក៏យើងបានរៀនយើងបានរៀនទៅរឿង GPS អីផ្សេងៗដែលយើងយល់ពីលើបច្ចេកវិទ្យាគេប្រើមួយ IT ហ្នឹងនិយាយទៅ IT វាទលំទលាយតែពេលខ្លះវាមានអារម្មណ៍ថាវារៀងស្តៀងមួយបច្ចេកវិទ្យាផ្សេងឧទាហរណ៍ Telecom ចុះថា Telecom គេមិនប្រើប្រព័ន្ធបច្ចេកវិទ្យា Ethernet IP ទេគេប្រើ protocol ផ្សេងហ្នឹងទៅគេប្រើអីផ្សេងជាងទៅបងបាទដោយសារតែបងក៏ជាអតីតមួយរូបនៅសាកលវិទ្យាល័យពុទ្ធសាសនាដែរហើយបច្ចុប្បន្នបងក៏ជានាយករងនៃក្រុមហ៊ុនមួយដែរហើយតាមដែលដឹងក៏មាននិស្សិតរបស់យើងដែលជាអតីតនិស្សិតហើយក៏ជានិស្សិតរបស់យើងបានទៅធ្វើការនៅខាងក្រុមហ៊ុនរបស់បងអញ្ចឹងបងអាចជម្រាបជូនបានទេថាតើពួកគាត់មានចំណុចខ្លាំងអីគេខ្លះដែរដែលបងគិតថាក្រុមហ៊ុនបងគឺសម្រាប់ចិត្តយកពួកគាត់មកធ្វើការបាទអរគុណសំណួរនេះយើងមានបុគ្គលិកប្រមាណអ្នកដែរតើតើមួយនឹងខាងពុទ្ធសាសន៍ដែលបានគាត់ដាក់ពាក្យទៅធ្វើការហើយមុននឹងពួកគាត់ជាប់ធ្វើការងារហ្នឹងក៏មិននេះដែរយើងសពេគាត់ពីបេតងដែរបាទអញ្ចឹងទៅមានទាំងខាងអ្នកជំនាញខាងគេហៅថាយើងហៅថាអ្នកផ្ដល់យោបល់ប្រឹក្សាណាមានអ្នកគ្រប់គ្រងគម្រោងមានខាងផ្នែកបច្ចេកវិទ្យាអភិវឌ្ឍ business ដូចគ្នាដែរអញ្ចឹងពួកគាត់ធ្វើការងារបានល្អហើយអ្វីដែលយើងឃើញពួកគាត់មានទាំងរឿងបច្ចេកវិទ្យាជំនាញបច្ចេកទេសរបស់គាត់ជាមួយនឹងរឿងគេហៅថា soft skill ដែលយើងហៅថាជំនាញខាងតើតមួយនឹងរឿងដូចជាការជួយការខំប្រឹងប្រឹងប្រែងជួយយើងផ្សេងៗទៅលើការងារគាត់យកចិត្តទុកដាក់ជាមួយនឹងការងារផ្សេងៗអញ្ចឹងណាបងបាទបងមកខ្ញុំចាប់បានបងថាគាត់ពិគ្រោះយោបល់បើតាមព្រោះខ្ញុំធ្លាប់តែពិគ្រោះយោបល់ជំងឺរបស់ខ្ញុំមួយដុកទ័រអីផ្សេងៗអញ្ចឹងណាបងអញ្ចឹងពិគ្រោះយោបល់ក្នុងផ្នែកព័ត៌មានវិទ្យាហ្នឹងអាហ្នឹងគេចង់សំដៅទៅលើគេដែរបងបាទអរគុណសម្រាប់សំណួរនេះសំណួរល្អបើយើងមើលទៅតើតមួយនឹងជាទូទៅឧទាហរណ៍ថាខ្ញុំនិយាយរឿងសាមញ្ញមួយឧទាហរណ៍តមួយនឹងបងមានបញ្ហាមួយតរឿងWi-Fi ចុះប៉ុន្តែគាត់ថាបើសិនជាខ្ញុំជាអ្នកលក់ខ្ញុំគាត់ទៅមកដល់ខ្ញុំគាត់ទៅ bring Wi-Fi ទៅបងមួយគឺចប់ហើយអត់មានអីឬក៏ Wi-Fi សម្រាប់បងដាក់នៅក្នុង office ទៅគឺចប់ហើយប៉ុន្តែបើយើងគិតយើងត្រូវឲ្យបើយើងធ្វើជាអ្នក consultant គាត់មកគាត់ចូលមើលតែមួយ case ហ្នឹងតើវាមាន issue អីគេឧទាហរណ៍ជាការ Wi-Fi បងល្អលួលឧទាហរណ៍តែមួយខ្សែបណ្ដាញរបស់បងដែលរត់ទៅហ្នឹងវាកឹបអត់ជាប់កឹបអត់ដិតដល់ពេលអញ្ចឹងទៅសួរថាពេលដែល provide signal ទៅវាដើរអត់សូវស្រួលដែរដល់ពេលអញ្ចឹងវា possible វាមានថាវារឿងច្រើនដែលវាពាក់ព័ន្ធនឹងខាងហ្នឹងបងអាចជួបបញ្ហាមួយដែលវាមកពីខ្សែទេតែបងមានបញ្ហាដែរអញ្ចឹងពេលខ្លះយើងរកដំណោះស្រាយហ្នឹងសិនដើម្បីដំណោះស្រាយជូនបងហើយបើសិនជាបងពេញចិត្តឬក៏អីផ្សេងៗនៅលើសេវាកម្មផ្សេងៗបន្ថែមទៀតហ្នឹងយើងបងអាចបញ្ជាការទិញឬក៏ support តាមក្រោយមកឡើងពួកយើងបានអញ្ចឹងណាតែហ្នឹងគ្រាន់តែខ្ញុំនិយាយជាចំណុចឧទាហរណ៍ទូចមួយទេគ្រាន់តែជាទូទៅបើយើងនិយាយពី consultant គាត់មានតួនាទីធំធេងសម្រាប់អតិថិជនរបស់យើងគឺដើម្បីធ្វើការមិនគាត់ provide ជា solution មួយដែលវាសមស្របទាំងថវិកាដែលបងមានហើយវាអូខេសម្រាប់បងប្រើប្រាស់ខ្លួនឯងទេបងអាចយល់ស្របនៅនឹងបានអីផ្សេងៗអញ្ចឹងបងបាទអញ្ចឹងអានឹងប្រៀបបានដូចថាលក្ខណៈខ្ញុំចង់បង្កើតក្រុមហ៊ុនមួយអញ្ចឹងទៅខ្ញុំចង់បានរចនាសម្ព័ន្ធការគ្រប់គ្រងហិរញ្ញវត្ថុក៏ដូចជាបុគ្គលិកអីផ្សេងៗអញ្ចឹងអានឹងបងយើងពិគ្រោះយោបល់មួយបងដែរបាទអរគុណច្រើនបងអញ្ចឹងយល់អីទៅមួយការពិគ្រោះយោបល់ទៅលើព័ត៌មានវិទ្យាអញ្ចឹងបងអានេះយើងបានដឹងច្បាស់ហើយថាព័ត៌មានវិទ្យាពិតជាសារៈសំខាន់មែនទែនចំពោះការរស់នៅរបស់យើងឥឡូវខ្ញុំសូមបកទៅក្រោយបន្តិចនៅក្នុងកំឡុងពេលដែលបងសិក្សាទាំងថាបញ្ញាបត្រនិងអនុបណ្ឌិតតើបងទទួលបានឱកាសអីគេដែលបងគិតថាវាគឺជាឱកាសមួយដែលកម្រហើយឱកាសនោះបងអាចយកវាមកប្រើប្រាស់ប្រចាំថ្ងៃហើយបច្ចុប្បន្ននេះក៏យើងអាចយកមកប្រើប្រាស់ទៅលើការងាររបស់បងដែរបាទអរគុណអញ្ចឹងដោយសារនៅពេលដែលយើងចាប់ដើមចូលរៀននៅលើសាកលវិទ្យាល័យពុទ្ធសាសន៍ហ្នឹងយើងមានចំណេះដឹងពី
កន្លែងមួយមុនមកដែរអញ្ចឹងណាតើតមកខាង network ហ្នឹងអញ្ចឹងនៅពេលដែលយើងចូលទៅរៀននៅពុទ្ធសាសនាគេបានបន្ថែមតទៅមួយនឹងមេរៀនមួយចំនួនទៀតតទៅមួយនឹងសូមនិយាយភាសាអង់គ្លេសដូចជា Windows Server ចុះអញ្ចឹងកាលហ្នឹងខ្ញុំរៀន Windows ពី Server 2008អញ្ចឹងក្នុងហ្នឹងវាមាន Windows Server វាមានខុសមួយចំនួនតែតទៅមួយការងារដែលយើងយកទៅប្រើប្រាស់នៅកន្លែងការងារអញ្ចឹងយើងបានឱកាសរៀនហ្នឹងគឺយើងអាចធ្វើការរៀនចូលចំណុចផ្សេងៗពីលើ Windows Server ហ្នឹងយកទៅប្រើប្រាស់សម្រាប់ការងាររបស់យើងបានអញ្ចឹងនៅពេលដែលខ្ញុំចេញមកធ្វើការខ្ញុំធ្វើការជាអ្នកបច្ចេកទេសសិនទេខ្ញុំអត់ទាន់ធ្វើជា Vice President ចេះទេបាទធ្វើជាអគ្គនាយកចេះទេអញ្ចឹងខ្ញុំឆ្លងកាត់ទៅមួយនឹងខាងបញ្ហាបច្ចេកទេសគួរសមដែរអញ្ចឹងយើងអាចយកមកប្រើប្រាស់សម្រាប់អតិថិជនភ្ញៀវអីផ្សេងៗទាំងអស់អញ្ចឹងណាបងបាទបងដោយសារតែមិញបងនិយាយពីគេហៅថាចំណុចដែលបងទទួលបានហើយខ្ញុំគិតថានៅក្នុងកំឡុងពេលរៀនក៏យើងមានបញ្ហាហើយដែរអញ្ចឹងបងគិតថាបញ្ហាអីគេដែលបងជួបប្រទះហើយដែលបងគិតថារៀងពិបាកសម្រាប់បងដែរអូខេសំណួរល្អនិយាយទៅករណីហ្នឹងវាមានពាក់ព័ន្ធខ្លះដែរសារពួកខ្ញុំមិនមែនជា honest និយាយត្រង់ទៅខ្ញុំមិនមែនជាអ្នកជំនាញខាងកូដទេហើយការរៀននៅសាកលវិទ្យាល័យពុទ្ធសាសនាហ្នឹងវារៀងវាមានទាំង programming វាមានទាំងខាង networking គេហៅថាទាំងវិទ្យាសាស្ត្រសរសេរជាមួយនឹងខាងបណ្ដាញហ្នឹងអញ្ចឹងនៅពេលហ្នឹងគឺយើងមានការរៀននៅលើការប្រើប្រាស់ភាសាមួយចំនួនទៅមួយ database វាអង់គ្លេសហៅថា database ហ្នឹងហើយជាមួយនឹងរឿងសេលើកម្មវិធីផ្សេងៗទៀតដែរអញ្ចឹងណាអញ្ចឹងទៅយើងដោយសារយើងវាមិនសូវមាន background ដែរទៅវាជួបផលលំបាកខ្លះៗដែរអញ្ចឹងណាបាទហើយវាមានរឿងមួយចំនួនទៀតទៅមួយនឹងរៀនយើងអត់អាចរៀននៅក្នុងថ្នាក់ទេយើងត្រូវចំណាយពេលមួយចំនួនដើម្បីប្រជុំគ្នាជាមួយនឹងក្រុមនិស្សិតដូចគ្នាហ្នឹងទៅរៀននៅខាងក្រៅឬក៏គេហៅថា team work អញ្ចឹងទៅយើង study ជាមួយគ្នាទៅហើយយើងជួយបញ្យល់គេយ៉ាងណាទៅអ្វីដែលភាសាក្រុមបាទអ្វីដែលខ្ញុំមានឱកាសធ្វើហ្នឹងខ្ញុំអាចជួយពិភាក្សាទៅពួកគាត់ដើម្បីផ្ដល់យោបល់គ្នាចុះឡើងអញ្ចឹងទៅយើងធ្វើការរួមគ្នាអញ្ចឹងទៅមួយខេសហ្នឹងបាទករណីហ្នឹងបាទអញ្ចឹងមិញបងលើកឡើងថាដោយសារតែបងសិក្សាហ្នឹងចូលគ្នាទាំងតបណ្ដាញផងទៅសេកូដអីផងប៉ុន្តែចុងក្រោយបងនៅតែអាចដោះស្រាយវាបានទេអត់បងបាទចុងក្រោយខ្ញុំនៅទៅដោះស្រាយវាបានទេគ្រាន់ថាបើនិយាយពីនិយាយស្មោះត្រង់ទៅបើនិយាយពីបន្ទុកវាមិនល្អទេគ្រាន់ថាវាមកជាប់អីចឹងឬក៏លើជាប់អញ្ចឹងទៅបាទអញ្ចឹងបងមិញក៏បងបានលើកឡើងដែរថាតតងជាមួយនឹងថាចំណុចខ្លាំងរបស់និស្សិតរបស់យើងក៏ដូចជាអតីតនិស្សិតរបស់យើងដែលកំពុងធ្វើការនៅក្រុមហ៊ុនបាបងដោយសារទី1គាត់មានចំណេះជំនាញទៅលើមុខវិជ្ជាដែលគាត់បានរៀនស្រាប់ទី2គាត់អាចធ្វើការជាក្រុមហើយនិងទី3តតងមួយក្រុមសិលធម៌របស់គាត់នៅក្នុងការធ្វើការក៏ប៉ុន្តែនៅក្នុងនាមបងជាថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនតើបងគិតថាលក្ខណៈដូចបងសំណុំពរពីនិស្សិតវិញថាតើពួកគាត់គួរតែមានចំណេះដឹងអីបន្ថែមពីលើនឹងទេអត់ដែលជាតម្រូវការរបស់បងដែលជាថ្នាក់ដឹកនាំបាទអូខេសំណួរអ្វីដែលបងបានលើកមកល្អដោយសារហងៃនេះខ្ញុំក៏ជួបបញ្ហាមួយចំនួនដែរទៅមួយនឹងការបុគ្គលិកមកធ្វើការអញ្ចឹងណាអញ្ចឹងទៅមួយនឹងការរើសបុគ្គលិកយើងរៀងខ្ញុំឧទាហរណ៍ទេថាសាកលវិទ្យាល័យរបស់ប្រទេសកម្ពុជាយើងហ្នឹងមួយឆ្នាំបុគ្គលិកចេញមកសិស្សនិស្សិតចេញមកប្រហែលអ្នកតែពេលខ្លះរហូតតែបុគ្គលិកធ្វើការវានៅ challenge វានៅជួបជំរើសបញ្ហាផ្សេងៗអញ្ចឹងណាអាហ្នឹងវាអាចទី1វាមកពីតម្រូវការរបស់យើងរៀងខ្ពស់ដែរឬក៏ទី2វាអាចថាទីផ្សារវានៅជាអៀតដែរអញ្ចឹងណាអញ្ចឹងសំណុំពររបស់ខ្ញុំគឺតែតមួយនឹងអ្វីដែលយើងរៀន IT វាជាជំនាញដែលយើងរៀនយកមកប្រើប្រាស់ប៉ុន្តែពេលខ្លះក៏ខ្ញុំមិនរើសលើនេះដែរពេលខ្លះខ្ញុំមើលលើថាតើបុគ្គលិកហ្នឹងគាត់មានសិលធម៌ក្រមការងារជាមួយនឹងការខិតខំប្រឹងប្រែងអីផ្សេងៗអត់ព្រោះពេលខ្លះពួកខ្ញុំរើសជាបុគ្គលិកឬក៏ពេលខ្លះខ្ញុំរើសជាលក្ខណៈហៅថាបុគ្គលិកជា internship អញ្ចឹងណាបាទអញ្ចឹងទៅពួកគាត់អាចមានឱកាសធ្វើតែបើសិនជាពួកគាត់ប្រឹងប្រែងជាប់ផ្សេងយើងនឹងបន្តការងារជូនគាត់បន្ថែមទៀតឬក៏អាចហៅគាត់ជាបុគ្គលិកតែម្ដងអញ្ចឹងណាបាទអូខេអញ្ចឹងមានន័យថាបន្ទាប់ពីទៅលើចំណេះជំនាញរបស់គាត់អ្វីដែលសំខាន់គឺតកតងមួយនឹងក្រមសីលធម៌ហើយការចេះបត់បែននៅក្នុងការធ្វើការហើយអ្វីដែលខ្ញុំចាប់បានមិញខាងក្រុមហ៊ុនបងក៏ទទួលហៅថានិស្សិតអនុវត្តការងារឬក៏ចុះកម្មសិក្សាបាទចុះកម្មសិក្សាចឹងមានន័យថាចំពោះអ្នកដែលរៀនថ្នាក់បញ្ញាបត្រខាងព័ត៌មានវិទ្យានៅសាកលវិទ្យាល័យពុទ្ធសាសនាគាត់ក៏មានឱកាសនៅក្នុងការចុះកម្មសិក្សានៅខាងក្រុមហ៊ុនដូចគ្នាមានឱកាសនិយាយទៅ
បន្ថែមពីលើអ្វីដែលបងបានសួរខ្ញុំនឹងបន្តិចទៀតហ្នឹងគឺតើតើមួយជំនាញ IT នេះវាមានចេះដោយសារបើយើងនិយាយពីជំនាញ IT យើងរៀនយើងតាមក្រមគេថា curriculum ណាបាទកម្មវិធីសិក្សារបស់សាលាហើយប៉ុន្តែសួរថាតើវាមានមុខជំនាញណាផ្សេងទៀតដែលយើងអាចរៀននៅក្រៅបានអត់បាទអញ្ចឹងនៅប្រសិទ្ធឬក៏កន្លែងមួយចំនួនទៀតគឺយើងមាន provide training ដែរអញ្ចឹង training ហ្នឹងគឺយើងoffer ជាគាត់ជាលក្ខណៈមួយឆ្នាំឬក៏ offer ជាលក្ខណៈហៅថា3ខែតែអា training ហ្នឹងមិនមែនដូចជាសាកលវិទ្យាល័យវាជាគេហៅថា training ក្រៅបន្ថែមទេបាទហើយកន្លែងហ្នឹងបើសិនជាគាត់អាចមានលទ្ធភាពខ្ញុំសំណូមពរមួយគឺធ្វើម៉េចឲ្យពួកគាត់អាចប្រឡងយកសញ្ញាបត្រមួយចំនួនដែលវាជាគ្រឹះសម្រាប់យកការងារធ្វើដូចជាក្រុមហ៊ុន Microsoft ដូចជាក្រុមហ៊ុន Cisco ដូចជាក្រុមហ៊ុន Linux ក្រុមហ៊ុន VMware ឬក៏ក្រុមហ៊ុនផ្សេងៗទៀតដែលមាន authorized partner សម្រាប់ប្រឡងសញ្ញាបត្រហ្នឹងពួកហ្នឹងទីមួយជំរើសរៀនយើងអាចរកសាកលវិទ្យាល័យរកសាលាផ្សេងនៅក្រៅរៀនបន្ថែមហើយយើងអាចចេះមកយើងយកទៅធ្វើការមកវាទៅស្រួលចឹងទៅបាទអញ្ចឹងបងមិញយើងបានពិភាក្សាគ្នាច្រើនដែរតើតើមួយនឹងការរៀនព័ត៌មានវិទ្យាក៏ដូចជាថាតើអ្នកដែលគាត់រៀនខាងជំនាញព័ត៌មានវិទ្យាគាត់ធ្វើអីបានខ្លះបងបានជម្រាបជូនច្រើនដែរប៉ុន្តែបើសិនកាលណាខ្ញុំសូមបងត្រឡប់ទៅក្រោយវិញមានថាពេលដែលបងចប់ទី12បងមូលហេតុអីបានបងជ្រើសរើសជំនាញព័ត៌មានវិទ្យាហ្នឹងថាតើការជ្រើសរើសរបស់បងហ្នឹងពឹងផ្អែកទៅលើគេអាណាព្យាបាលអ្នកផ្ទះគាត់ជួយគ្រប់ត្រអត់ឬមួយក៏មិនដែរបងយល់ឃើញមិនបានបងជ្រើសរើសជំនាញហ្នឹងមកសិក្សាបាទសំណួរល្អអញ្ចឹងនិយាយទៅវាតកតងរឿងហ្នឹងតកតងរឿងត្រឡប់ទៅក្រោយបន្តិចបាទដោយសារចំនួនហ្នឹងបើនិយាយពីរឿងក្រុមគ្រួសារខ្ញុំរៀងពិបាកបន្តិចដោយសារខ្ញុំមានបងប្អូន5នាក់អញ្ចឹងទៅនៅពេលដែលយើងរៀនចប់តម្រូវឲ្យយើងដើររក scholarship រៀនទាំងនៅលើផ្នែកខាងអីផ្សេងៗអញ្ចឹងព្រោះសារយើងអត់ទៅមានលុយសម្រាប់បន្តការសិក្សាទេកាលហ្នឹងយើងមានសាលាមួយដែលបានផ្ដល់ជាអាហារូបករណ៍នៅលើផ្នែក IT អញ្ចឹងទៅខ្ញុំក៏ចាប់អារម្មណ៍នៅផ្នែកហ្នឹងហើយខ្ញុំក៏ទៅប្រឡងទៅហើយក្រុមតែប្រឡងជាប់ហ្នឹងក៏ត្រូវការមានលក្ខខណ្ឌមួយចំនួនទៀតដែរគេត្រូវការចុះទៅផ្ទះយើងមើលផ្ទះយើងគេត្រូវការចុះទៅសម្ភាសយើងអីផ្សេងៗអស់ហ្នឹងក្រុមតែគេ design ឲ្យយើងចូលទៅរៀននៅក្នុងការហ្នឹងពីជំនាន់ហ្នឹងខ្ញុំក៏អត់តន់មានចំណេះដឹងនៅលើថាតើ IT នេះជាអ្វីដែរនិយាយស្មោះត្រង់ទៅបាទខ្ញុំគិតថាវាជាយើងទៅអង្គុយអានព័ត៌មានឬក៏អីផ្សេងៗអញ្ចឹងណាសាបងឃើញពាក្យព័ត៌មាននៅពីបាទឃើញព័ត៌មានវិទ្យាបាទនៅពេលអញ្ចឹងទៅតែពេលដែលខ្ញុំទៅរៀនមែនទែនមិនអញ្ចឹងទេអញ្ចឹងដោយសារយើងមានលក្ខណៈគ្រឹះខ្លះពេលយើងរៀន12ហ្នឹងគឺយើងទៅរៀនគណិតហ្នឹងគឺយើងទៅរៀនអត់ទៅរៀននៅសាលាទេយើងទៅរៀននៅក្រៅទៀតអញ្ចឹងយើងទៅរៀនគួរនៅសាលាក្រៅផ្សេងៗទៀតយើងរៀនទាំងតក្កវិទ្យាយើងរៀនទាំងគណិតវិទ្យារៀនទាំងអង់គ្លេសរៀនអីផ្សេងៗអញ្ចឹងយើងយកភាសាទាំងអស់ហ្នឹងយកចំណេះដឹងទាំងអស់ហ្នឹងយកទៅប្រឡងបានជាប់អញ្ចឹងទៅបានយើងរៀន IT តែដល់ពេលយើងចូលរៀន IT វាយើងដឹងថាអូខេអាហ្នឹងមិនមែនជាសារព័ត៌មានហានព័ត៌មានទេអានេះគឺជាបច្ចេកវិទ្យាដែលគេប្រើប្រាស់ជាមួយនឹងកុំព្យូទ័រហើយបម្រើសេវាកម្មទៅដល់បច្ចេកវិទ្យាដល់គេហៅថាក្រុមហ៊ុនផ្សេងៗទាំងអស់ហ្នឹងមានតាំងពីធនាគាររដ្ឋាភិបាលសាលារៀនខាងក្រុមហ៊ុនរោងចក្រអីផ្សេងៗអស់ហ្នឹងគេប្រើសិតតែ IT ហ្នឹងហ្នឹងប៉ុន្តែនៅក្នុងលក្ខខណ្ឌមួយដែលពួកគាត់អាចថានិស្សិតរបស់យើងឬក៏សាស្ត្រដែលគាត់ត្រៀមនឹងចប់ឥឡូវខែ8នេះបើករណីគាត់ចង់រៀនថ្នាក់បញ្ញាបត្រព័ត៌មានវិទ្យានៅសាកលវិទ្យាល័យពុទ្ធសាសនានេះតើពួកគាត់គួរតែត្រៀមមុខវិជ្ជាគេឬមួយក៏គាត់គួរតែខំប្រឹងទៅលើមុខវិជ្ជាគេដែរដើម្បីឲ្យពេលដែលគាត់រៀនទៅមានភាពងាយស្រួលអញ្ចឹងបាទអរគុណសំណួរល្អជាទូទៅអាហ្នឹងយើងត្រូវតែត្រៀមឲ្យដោយសារការរៀនហ្នឹងតែគ្រាន់ថាអ្វីដែលខ្ញុំចង់ប្រាប់អ្វីដែលខ្ញុំចង់ប្រាប់មួយតើតើចំណុច first point ហ្នឹងគឺតើតើមួយកុំព្យូទ័រនៅពេលដែលខ្ញុំរៀនខ្លួនឯងហ្នឹងក៏ខ្ញុំអត់ចេះដែរអញ្ចឹងកុំព្យូទ័រកុំគាត់ថាអត់ចេះកុំព្យូទ័រអត់ចង់រៀនព្រោះនៅពេលដែលយើងចាប់ដើមរៀនពេលដែលខ្ញុំចូលរៀនផ្ទាល់អញ្ចឹងទៅមានសិស្សមួយចំនួនគាត់បកកាយហាងគេថា typing អញ្ចឹងណាបាទគាត់ typing បានលឿនហើយយើង typing អត់ស្មើគាត់ទេតែគ្រាន់តែពេលចុងក្រោយមករៀន result គឺលទ្ធផលវាខុសគ្នាបាទអញ្ចឹងបើសិនជាបច្ចេកវិទ្យាកុំព្យូទ័រយើងអាច
ឥឡូវនេះវាស្រួលទេមានថាកុំព្យូទ័រមានគ្រប់ទីកន្លែងមានតាមតម្លៃលក់ផ្សេងៗបើយើងយកមកប្រើប្រាស់រៀនសម្រាប់ប្រើប្រាស់ផ្សេងៗទាំងអស់ហ្នឹងវាអត់សូវពិបាកដូចជំនាន់ខ្ញុំទេជំនាន់ខ្ញុំវាថ្លៃដែរអញ្ចឹងណាបាទអញ្ចឹងតើតើមួយកុំព្យូទ័រ skill មួយមិនចង់ភ័យទេអាហ្នឹងវាជាជំនាញបន្ទាប់ទៀតទេអ្វីដែលយើងត្រូវគិតគឺតើតើមួយនឹងគណិតវិទ្យាតក្កវិទ្យានិងភាសាអង់គ្លេសបាទអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាដែលមុននឹងចូលមកមុនចូលរៀននៅពុទ្ធសាសន៍ឬក៏សាកលវិទ្យាល័យយើងហ្នឹងអាចមើលជំនាញទាំងអស់ហ្នឹងសិនឧទាហរណ៍ថាគាត់នៅរៀនស្ទើរអង់គ្លេសគាត់អាចរៀនអង់គ្លេសមកបនបន្ថែមគាត់អាចរៀនគណិតវិទ្យាតក្កវិទ្យានៅលើហ្នឹងទៅដើម្បីចេះពីភាពសេកូដមិនថាសេកូដទេតែទៅមួយនឹង algorithm ការគិតអីផ្សេងៗទាំងអស់តែទៅមួយនឹងខាង IT អញ្ចឹងណាបងបាទបងអញ្ចឹងមិញខ្ញុំបានកត់ថាដូចជាមានគណិតវិទ្យាមានភាសាអង់គ្លេសដែរហើយតក្កដែរហើយអ្វីបន្ទាប់នេះគឺតកតងនឹងកុំព្យូទ័រប៉ុន្តែនៅក្នុងលក្ខខណ្ឌនេះបើសិនជាសិស្សានុសិស្សយើងគាត់មកពីជនបទឬក៏អាចថាជីវភាពគាត់ខ្វះខាតអញ្ចឹងបងគិតថាបញ្ហាទាំងអស់នេះនៅតែជាបញ្ហាសម្រាប់គាត់ទៀតអត់វាអាចជាបញ្ហាសម្រាប់គាត់ប៉ុន្តែវាមិនជាបញ្ហាដែលយើងអាចដោះស្រាយបានទេព្រោះមុខវិជ្ជារៀនអស់ហ្នឹងគឺយើងអាចរកបាននៅតាមសាលាយើងមួយចំនួននៅក្នុងទីក្រុងភ្នំពេញហ្នឹងហើយការរៀនហ្នឹងក៏មិនមែនជាលក្ខណៈថាការ pay ជាលក្ខណៈប្រចាំខែដែលមានតម្លៃយ៉ាងខ្ពស់អីដែរយើងអាច pay ជាម៉ោងអញ្ចឹងណាតែទៅមួយការរៀនអស់ហ្នឹងអញ្ចឹងយើងមានទាំងគួរភាសាអង់គ្លេសឬក៏គួរគណិតវិទ្យាផ្សេងៗអញ្ចឹងណាបាទអញ្ចឹងគណិតវិទ្យាតាមពិតតក្កក៏វានៅក្នុងគណិតវិទ្យាដែរអញ្ចឹងអាចរៀនជាមួយគ្នាបានអញ្ចឹងណាហើយប្រព័ន្ធកុំព្យូទ័រយើងអាចក៏មានសាលាមួយចំនួនដែលគេរៀនគិតម៉ោងដែរយើងអាចរៀនប្រើសិនទៅហើយក៏មិនសិនតែយើងចង់ចេះរៀនស្ទាត់ទៅយើងអាចទិញយកមកប្រើឲ្យខ្លួនឯងយើងបន្ថែមទៅណាបាទហ្នឹងហើយអញ្ចឹងសរុបសេចក្តីមកទោះបីជាគាត់មិនមានគ្រឹះទៅលើជំនាញទាំងអស់ហ្នឹងក៏ដោយមុខជាតិទាំងអស់ហ្នឹងក៏ដោយក៏គាត់អាចបន្តដែរព្រោះអីដោយសារតែបច្ចុប្បន្ននេះសាកលវិទ្យាល័យពុទ្ធសាសន៍របស់យើងក៏យើងមានថ្នាក់បន្ថែមភាសាអង់គ្លេសហើយក៏ដូចជាយើងមានបន្ទប់កុំព្យូទ័រដែរអញ្ចឹងបើសិនករណីនិស្សិតឬក៏សិស្សានុសិស្សរបស់យើងគាត់អត់មានសម្ភារៈគ្រប់គ្រាន់ដែលយើងបាននិយាយគ្នាខាងលើហ្នឹងខ្ញុំគិតថាពួកគាត់អាចចូលទៅបន្ទប់ពិសោធន៍ lab ដែលមានកុំព្យូទ័ររបស់យើងហ្នឹងទៅគាត់អាចធ្វើការប្រើប្រាស់បានហើយដែលសំខាន់កម្មវិធីសិក្សារបស់យើងនៅសាកលវិទ្យាល័យពុទ្ធសាសន៍យើងរួមបញ្ចូលជាមួយនឹងថ្នាក់ភាសាអង់គ្លេសបន្ថែមទៀតចា៎នេះគឺជាផ្នែកមួយដែលដើម្បីជួយគាត់រៀនទៅដោយរលូនផងបាទខ្ញុំគិតបងចំនួនបងមានអញ្ចឹងទេចំនួនខ្ញុំមានគាត់ថាចំនួនដែលខ្ញុំរៀនហ្នឹងគឺមានកុំព្យូទ័រមាន lab មានម៉ោងអីផ្សេងៗហើយអស់ហើយបាទអញ្ចឹងទៅដោយសារយើងស្លប់ចេះខ្លះអញ្ចឹងទៅវាស្រួលទេយើងចូលទៅយើងគ្រាន់តែថាបច្ចេកវិទ្យាចំនួនហ្នឹងគេមាន lab ឧទាហរណ៍ថា Microsoft មួយចុះគេមាន lab សម្រាប់ធ្វើហើយគេហ្នឹងគេប្រើកម្មវិធីមួយរបស់ Microsoft Hyper-V អញ្ចឹងទៅគេយកមកប្រើ run បើក lab អីផ្សេងៗយើងតេស្តបានផ្សេងៗដូចគ្នាដែរវាគ្រាន់បើជាងសាកលវិទ្យាល័យមួយចំនួនដែលអត់ទាន់មាន lab ឡើយបាទអញ្ចឹងបងខ្ញុំចង់ឲ្យបងបកស្រាយបន្ថែមតិចទាក់ទងជាមួយនឹងឱកាសការងារបន្ថែមទៀតថាតើនៅពេលដែលនិស្សិតរបស់យើងគាត់បញ្ចប់ថ្នាក់បញ្ញាបត្រព័ត៌មានវិទ្យាហ្នឹងឱកាសការងារទ្រមទលាយដែរអត់ហើយឱកាសការងាររបស់គាត់អាចធ្វើទៅលើផ្នែកអីគេខ្លះដែរបាទអរគុណសំណួរនេះល្អតាមពិតបច្ចេកវិទ្យា IT honestly មិនថាតែ IT ទេសូម្បីតែផ្នែកមួយចំនួនដែលគេចាប់បានធ្វើការនៅលើទីផ្សារហ្នឹងគឺធ្វើម៉េចគេសួរតែយើងទៅចេះប្រើកុំព្យូទ័រចេះប្រើកម្មវិធី Microsoft Office មាន Word Excel PowerPoint ឬក៏ Outlook អីផ្សេងៗអញ្ចឹងដើម្បីធ្វើការដោយសារថ្ងៃនេះវាbecome common thing ដែលយើងប្រើប្រាស់សម្រាប់វាចង់និយាយថាវាជារឿងមួយសាមញ្ញហើយសម្រាប់ប្រើប្រាស់លើការងាររបស់យើងអញ្ចឹងបើនិយាយពីរឿង ITខ្ញុំធានាឲ្យសបោការងារធ្វើណាស់ប៉ុន្តែត្រូវការអ្នកចេះស្វែងយល់ពីលើហ្នឹងដែរដោយសារអីបើពីចំនួនខ្ញុំតែចេះ server ចេះអីផ្សេងៗហ្នឹងខ្វាយអូខេហើយរៀងថាគូសមអាចធ្វើការងារបានតែឥឡូវនេះគឺមានបច្ចេកវិទ្យាមួយចំនួនដែលវាមកហ្នឹងវារៀងលើអាហ្នឹងទៀតអញ្ចឹងដូចថាយើងនិយាយថាតើទៅមួយហ្នឹងserver ឬក៏អីផ្សេងៗហ្នឹងឥឡូវគេមាន cloud computing បាទ cloud computing មាន AI មានអីផ្សេងៗទាំងអស់អញ្ចឹងយើងគួរតែចេះនៅលើបច្ចេកវិទ្យាទាំងអស់ហ្នឹងបន្ថែមទៀតដើម្បីយើងអាចជួយសម្រួលព្រោះពីបច្ចេកវិទ្យានៅខាងក្រៅអាចមានបច្ចេកវិទ្យាទាំងអស់ហ្នឹងមក replace គេហៅថាមនុស្សដែលធ្វើការហ្នឹងហើយប៉ុន្តែបើយើងចេះគ្រប់គ្រងបច្ចេកវិទ្យាហ្នឹងយើងអាចយកហ្នឹងមកធ្វើចំនួនឬធ្វើការងារលើហ្នឹងបានវាក៏ល្អសម្រាប់យើងដែរបាទបងអាច
បកស្រាយចំមកនេះថាតើបន្ទាប់ពីដែលគាត់បញ្ចប់ថ្នាក់បញ្ញាបត្រព័ត៌មានវិទ្យាហ្នឹងការងារអីគេដែលមាននៅទីផ្សាររបស់យើងបច្ចុប្បន្នបាទនិយាយទៅការងារដែលមាននៅលើទីផ្សារយើងហងៃនេះយើងឃើញមានថាទីមួយតើតមួយខាង programming អញ្ចឹងគាត់ទីមួយវាការសរសេរកូដលើកម្មវិធីការសរសេរកូដនៅលើ website អីផ្សេងៗទាំងអស់ណាហើយនឹងឥឡូវនេះអ្វីដែលពេញនិយមមួយទៀតគឺការសរសេរ mobile app ដោយសារការប្រើប្រាស់លើ mobile app នោះវាមានលក្ខណៈច្រើនហើយងាយស្រួលសម្រាប់ប្រជាជនយើងអញ្ចឹងទៅគាត់ចូលចិត្តប្រើប្រាស់ហ្នឹងអញ្ចឹងតើតមួយនឹងខាងប្រព័ន្ធបណ្ដាញ networking ខាង designer ពេលខ្លះក៏អាចចូលទៅធ្វើការទៅខាង marketing ដែរអញ្ចឹង marketing ហ្នឹងគាត់មានតែរឿងការ graphic design video editor អីផ្សេងៗទាំងអស់ហ្នឹងដើម្បីធ្វើលើហ្នឹងហើយគាត់តែការយល់គាត់តែមួយនឹងបច្ចេកវិទ្យាហើយនឹងទៅលើអាជីវកម្មនៃការលក់របស់យើងដែរបាទហើយអ្វីដែលយើងកំពុងតែផ្ទុះថ្ងៃនេះហើយក៏ខ្វះច្រើននិយាយស្មោះត្រង់ទៅគឺខាង cyber security បាទ cyber security ហើយមួយទៀតអ្វីដែលនឹងចូលមកទីផ្សារយើងមិនកំពុងតែចូលមកវាចូលមកហើយគឺតែតមួយនឹង AI វាមានច្រើន platform សម្រាប់ការប្រើប្រាស់សូម្បីតែរឿងមួយចំនួនដែលគេយកមកប្រើប្រាស់នៅលើ education គេហៅថាប្រព័ន្ធការសិក្សាហ្នឹងក៏គេប្រើ AI ខាងធនាគារក៏គេប្រើ AI យ៉ាងថាវាមានផ្នែកផ្សេងៗគ្នាអញ្ចឹងណាអាហ្នឹងគឺចាប់ផ្ដើមចូលមកខ្លាំងមែនតើបាទអញ្ចឹងបងដោយសារតែមិញខ្ញុំគិតថាបងអតីតនិស្សិតទាំងបញ្ញាបត្រផងអនុបណ្ឌិតផងបាទហើយបើតាមស្ដាប់មើលទៅទស្សនិកជនប្រហែលជាដូចខ្ញុំឯថានៅសាកលវិទ្យាល័យពុទ្ធសាសន៍គេភាគច្រើនល្បីខាងវិស័យសុខាភិបាលអញ្ចឹងទៅប៉ុន្តែមែនតើយើងមានខាងមហាវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដែលយើងមានកម្មវិធីសិក្សាច្រើនទាក់ទងជាមួយនឹងវិស្វករ software មានទាំងcomputer network អីផ្សេងៗជាច្រើនអញ្ចឹងបងមានអីផ្ដាំផ្ញើទៅដល់សិស្សានុសិស្សទេចំពោះកម្មវិធីសិក្សារបស់យើងនៅសាកលវិទ្យាល័យពុទ្ធសាសន៍ព្រោះអីភាគច្រើនគាត់ដឹងតែថាសាកលវិទ្យាល័យពុទ្ធសាសន៍របស់យើងមានតែវិស័យសុខាភិបាលទេតែពិតយើងមានវិស័យខាងព័ត៌មានវិទ្យាហ្នឹងយូរដែរហើយតាំងពីឆ្នាំយូរមែនតើព្រោះបងចប់បញ្ញាបត្រចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិឆ្នាំ2000ប៉ុន្មានហ្មងច្រឡំនេះ2007 បាទ2007អញ្ចឹងកម្មវិធីរបស់យើងមានយូរដែរយូរគូសំដែរអញ្ចឹងបងមានអី5ផ្ញើទៅសិស្សានុសិស្សយើងបាទតាមពិតខ្ញុំអ្នករៀន IT នៅសាកលវិទ្យាល័យពុទ្ធសាសន៍ហ្នឹងដំបូងគេគាត់ថាដោយសារជំនាន់តាមពិតផ្នែកដែលបើកក្រោយហ្នឹងគឺពេទ្យទេបាទពេទ្យបើកក្រោយ IT ទេគាត់ថាជំនាន់ហ្នឹងលោកខាងសាលាគាត់ជំរុញខាងពេទ្យអីច្រើនអញ្ចឹងណាបាទអញ្ចឹងសាកលវិទ្យាល័យពុទ្ធសាសន៍ហ្នឹងជាសាកលវិទ្យាល័យមួយដែលមានខុសរៀនគួរសមអញ្ចឹងយើងមានព្រឹទ្ធបរិះដែលគាត់ជាអ្នកឈរនៅលើបច្ចេកវិទ្យាដូចគ្នាហើយគាត់ព្យាយាមរកមើលខុសអីថ្មីដែលខ្ញុំបានចូលរួមប្រជុំពីប្រហែលសប្តាហ៍មុនហ្នឹងគឺគាត់បានរេសតទៅមួយនឹងលើកឡើងតទៅមួយនឹងបច្ចេកវិទ្យាមួយចំនួនសម្រាប់យកមកពង្រឹងបន្ថែមអញ្ចឹងខ្ញុំឃើញថាវាល្អសម្រាប់អនាគតសិស្សរបស់យើងច្រើនបាទអញ្ចឹងទៅគាត់អាចរៀនទាំងមានមេរៀនគឺវាមានលក្ខណៈថាមកថ្មីរហូតណាបាទវាតន់ជាមួយនឹងបច្ចេកវិទ្យាយើងកំពុងតែអភិវឌ្ឍបច្ចុប្បន្នបាទបន្ថែមពីនោះគឺយើងមានទាំងរឿង lab យើងមានទាំងគេហៅថាអង់គ្លេសបន្ថែមទៀតហើយម៉ោងសិក្សាផ្សេងៗហ្នឹងហើយកូនសិស្សខ្លួនឯងក៏គាត់អាចទៅសាកលវិទ្យាល័យពុទ្ធសាសន៍បើក្រៅពីម៉ោងគាត់សិក្សាគាត់អាចទៅធ្វើគេហៅថាកិច្ចការសាលាឬក៏ជួបជុំគ្នារៀនអីផ្សេងៗក្នុងដែរអញ្ចឹងណាបាទអញ្ចឹងវាមានលក្ខណៈទូលំទូលាយហើយយើងឃើញថាវាល្អសម្រាប់សិស្សយើងច្រើនមែនទែនសម្រាប់ការសិក្សាបាទអូខេអញ្ចឹងសង្គមថាទស្សនិកជនទាំងអស់គ្នាបានយល់ច្បាស់ហើយអញ្ចឹងតកតងមួយនឹងកម្មវិធីសិក្សារបស់យើងនៅសាកលវិទ្យាល័យពុទ្ធសាសន៍មិនមានតែជំនាញវិស័យសុខាភិបាលទេយើងមានជំនាញខាងព័ត៌មានវិទ្យាដែលមានជាច្រើនផ្សេងគ្នាទៀតហើយយើងក៏មានវេនសិក្សាផ្សេងគ្នាដែរហើយព្រោះបើតាមខ្ញុំសួរបងហ្នឹងសិស្សក៏ដូចជានិស្សិតយើងដែលកំពុងធ្វើការនៅក្រុមហ៊ុនរបស់បងហ្នឹងបច្ចុប្បន្នក៏គាត់ជានិស្សិតឆ្នាំទី3ឆ្នាំទី4ដែរហើយមានអ្នកខ្លះគាត់ចប់បញ្ញាបត្រទៀតអញ្ចឹងឡើយនេះសបញ្ជាក់ថាក្នុងកំឡុងពេលដែលគាត់រៀនឆ្នាំទី3និងឆ្នាំទី4ហ្នឹងគាត់ក៏អាចមានការងារធ្វើទៅបណ្ដើដែរហើយអញ្ចឹងដោយសារតែម៉ោងបង្រៀនក៏ដូចជារយៈពេលនៃការបង្រៀនរបស់យើងគឺយើងមានពេលព្រឹកពេលថ្ងៃឬពេលល្ងាចអញ្ចឹងបើសិនកាលណាសិស្សានុសិស្សអរគ្នាគាត់ចង់រកការងារធ្វើខាងក្រៅថែមគាត់អាចជ្រើសរើសម៉ោងរៀនពេលយប់អញ្ចឹងទៅអញ្ចឹងមានថាការភាគយើងរៀនគឺយើងមានច្រើនជំរើសឲ្យសិស្សានុសិស្សរបស់យើងជ្រើសរើសបាទអញ្ចឹងអរគុណច្រើនបងប៉ុន្តែបើសិនកាលណា
ខ្ញុំទាញបងទៅអតីតកាលបន្តិច បើសិនកាលណៃបងស្ដាយក្រោយអត់ដែលរៀនព័ត៌មានវិទ្យា សម្រាប់ខ្ញុំគាត់ថាខ្ញុំអត់ស្ដាយក្រោយទេ honestly និយាយត្រង់មកណា បាទ វិទ្យាវិទ្យានេះ in term of រៀនគឺយើងđangត្រូវរៀនហើយដោយសារមានអីដែលយើងអត់អាចរៀនបានទេគឺយើងត្រូវរៀនបន្តរហូតគាត់ថាអ្វីដែលយើងរៀនគឺយើងរៀនអ្វីដែលថ្មីឲ្យវាមានរឿងមួយចំនួនដែលទៅមួយនឹងវិទ្យាវិទ្យានៅលើ IT ហ្នឹងអញ្ចឹងឲ្យយើងរៀនអីថ្មីបន្ថែមហើយពីលើ benefit ទៅលើទៅមួយនឹងផលប្រយោជន៍របស់វាក៏យើងបានពីវាមកច្រើនគូសំដែរសម្រាប់ការសិក្សាហើយទាំងរឿងប្រាក់វិវត្តអីផ្សេងៗអញ្ចឹងណាក៏វាល្អដែរចុះទៅយើងឃើញថាវាទីផ្សារល្អបាទទីផ្សារល្អបាទអញ្ចឹងបងដោយសារតែបច្ចុប្បន្នយើងដឹងថាបច្ចេកវិទ្យារបស់យើងគឺវាមានការរីកចម្រើនខ្លាំងហើយរួមផ្សំជាមួយនឹងរាជរដ្ឋាភិបាលរបស់យើងក៏គាត់បានធ្វើការកំណត់ផែនទីមួយដែលយើងនិយាយទាក់ទងជាមួយនឹង road map 2024ដល់2030ដែលយើងកំណត់ផែនការទាក់ទងនឹងការអភិវឌ្ឍ digital នៅកម្ពុជារបស់យើងដែរហើយនៅក្នុងនោះមានច្រើនមានទាំង cyber មានទាំង AI មានទាំង software engineering អីផ្សេងៗជាច្រើនអញ្ចឹងដើម្បីជួយគ្រប់គ្រងទៅលើផែនការយុទ្ធសាស្ត្រទាំងអស់នេះដើម្បីឲ្យយើងទទួលបានលទ្ធផលចុងឆ្នាំ2035នេះតើក្នុងនាមបងដែលជាថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនមួយរូបបងនឹងអាចสนំពរឲ្យសិស្សានុសិស្សរបស់យើងគួរតែងាកមកសិក្សាទៅលើថ្នាក់បញ្ញាបត្រព័ត៌មានវិទ្យាជាពិសេសនៅសាកលវិទ្យាល័យពុទ្ធសាសនាយើងផ្ទាល់តែម្ដងបាទសំណួរល្អមែនតើដោយសារថ្ងៃនេះ digital transformation ហ្នឹងនៅលើប្រព័ន្ធជាគោលនយោបាយមួយរបស់រដ្ឋាភិបាលសម្រាប់ការអភិវឌ្ឍជាពិសេសគឺទៅលើបុគ្គលិកទៅលើប្រជាជនរបស់យើងណាបាទអញ្ចឹងអ្វីដែលខ្ញុំស្នើសុំគឺធ្វើម៉េចឲ្យពួកយើងអាចចូលរៀនបានទាំងអស់គ្នាស្វែងយល់វាបានទាំងអស់គ្នាហើយតាមពិតបច្ចេកវិទ្យាវាសំខាន់វាឲ្យយើងធ្វើការរៀនឲ្យយើងធ្វើការត្រៀមប៉ុន្តែវាមិនពិបាកខ្លាំងដល់ថ្នាក់យើងរៀនអត់បានទេអញ្ចឹងដូចថាឥឡូវខ្ញុំនិយាយពីរឿងសាមញ្ញមួយថាចាស់គាត់ប្រើទូរស័ព្ទពីមុនគាត់ថាពិបាកបាទតែដល់ពេលឲ្យគាត់ប្រើប្រហែលជាមួយខែ2ខែ3ខែគាត់អាចប្រើបានហើយគាត់ចេះចុចបើកបិទ application គាត់ចេះ lock screen អីផ្សេងៗដូចគ្នាដែរអញ្ចឹងគាត់ថាវាមិនធំដូចជា laptop ឬក៏ computer របស់យើងទេអញ្ចឹងបើសិនជាយើងបើកចិត្តទូលាយយើងនៅតែ open mind យើងនៅតែបើកចិត្តទូលាយដើម្បីថាយើងចង់រៀនអាហ្នឹងយើងស្វែងយល់ពីវាត្រូវជាមួយនឹងអ្វីដែលខាងរាជរដ្ឋាភិបាលយើងចង់បានទៀតវាអាចទៅជួយប្រទេសជាតិយើងពីរឿងវិស័យការងារនោះឲ្យលូតលាស់បន្ថែមខ្លាំងមែនទែនអញ្ចឹងហើយសាកលវិទ្យាល័យពុទ្ធសាសនាគឺជាកន្លែងមួយដែលប្រវាយដែលផ្ដល់ជូនតាក់ទងជាមួយនឹងអ្វីដែលយើងមានទាំងអស់ហ្នឹងបាទអញ្ចឹងទៅយើងអាចយកវាទៅពង្រីកការងាររបស់យើងបានហើយយើងអាចទទួលផលប្រយោជន៍របស់វាបានទាំងរឿងជួយសង្គមទាំងរឿងប្រាក់ខែផ្ទាល់ខ្លួនរបស់យើងក៏បានអីផ្សេងៗទៀតច្រើនដែរបាទអញ្ចឹងមានន័យថាដោយសារតែបច្ចុប្បន្នហ្នឹងយើងរស់នៅក្នុងហៅថាសម័យកាល digital អញ្ចឹងយើងកំពុងតែផ្លាស់ប្ដូរវាអញ្ចឹងដើម្បីចូលរួមក្នុងការអភិវឌ្ឍសង្គមឬមួយក៏អនុវត្តទាំងអស់គ្នាទៅលើគោលនយោបាយដើម្បីវាមានប្រសិទ្ធភាពអញ្ចឹងបងក៏ស្នើសុំថាសិស្សានុសិស្សរបស់យើងទាំងអស់ដែលគាត់នឹងប្រឡងបាក់ឌុបថ្មីនេះងាកមកចាប់អារម្មណ៍ទៅលើបញ្ញាបត្រព័ត៌មានវិទ្យាជាពិសេសនៅសាកលវិទ្យាល័យពុទ្ធសាសនាដែលយើងបានបូកបញ្ចូលគ្នាទៅលើជំនាញដែលថ្មីដូចជា AI cyber ឬក៏អីផ្សេងៗជាដើមអញ្ចឹងសង្ឃឹមថាសិស្សានុសិស្សទាំងអស់គ្នាបានយល់ច្បាស់អំពីថាតើនៅពេលដែលយើងរៀនថ្នាក់បញ្ញាបត្រនេះវាយើងបានធ្វើការអីគេខ្លះហើយថាតើយើងដើរតួនាទីជាអីគេខ្លះតែពិតមែនតើទៅយើងដឹងថាពេលយើងរៀនខាងវិស័យសុខាភិបាលយើងជួយព្យាបាលអ្នកជំងឺក៏ប៉ុន្តែពិតបើយើងប្រៀបធៀបជាមួយខាង IT ក៏វាប្រៀបបានអ្នកព្យាបាលដែរដោយសារតែយើងអ្នកនៅពីក្រោយខ្នងគាត់អញ្ចឹងដើម្បីគាត់ធ្វើ business គាត់ទៅលើក្រុមហ៊ុនរបស់គាត់ជោគជ័យកុំឲ្យរញ៉េរញ៉ៃគឺត្រូវការអ្នកដែលគាត់មានជំនាញទៅលើព័ត៌មានវិទ្យាហ្នឹងបាទត្រឹមត្រូវបងជាបើសិនជាបងមើលពីរឿងដែលយើងឃើញតែគ្រាន់តែខ្ញុំនឹងគិតថាថ្ងៃអនាគតយើងនឹងទៅបែបហ្នឹងដែរគ្រាន់ថាវាចំណាយពេលបន្តិចណាបើយើងមើលពីវិទ្យាសាស្ត្រពេទ្យនៅស្រុកគេប្រវត្តិអ្នកជំងឺហ្នឹងគ្រាន់ដាក់កូដគេ scan ទៅគេឃើញតាំងពីប្រវត្តិពីដើមរបស់គាត់ថាតើគាត់មានជំងឺអីគាត់ធ្លាប់ឈឺអីគេខ្លះបើសិនជាបងឃើញឥឡូវនេះយើងអាចថាយើងទៅជួបពេទ្យមួយចំនួនយើងទៅសួរគាត់ចឹងទៅពេទ្យ A មកចឹងទៅគាត់សួរយើងគាត់សួរថាមានក្តៅខ្លួនអត់អីអត់ចឹងណាឬក៏គាត់សួរថាធ្លាប់ឈឺអីអត់ដល់ពេលឧទាហរណ៍ថាពេទ្យ B មកវិញពេទ្យ B មកយកអាកដាស់ការងារមកសួរទៀតគាត់អាចអត់មានព័ត៌មានហ្នឹងគាត់សួរយើងឡើងវិញចឹងទៅតែនៅពេលដែលយើង
មើលពីបច្ចេកវិទ្យានោះមកគាត់ថាពេទ្យមកគេគាត់ទៅកាន់ tablet របស់គេមកមួយគេមានដាក់ទៅអ្នកជំងឺទៅចូលទៅគេឃើញតាំងពីព័ត៌មានពីមុនព័ត៌មានឥឡូវអីផ្សេងៗអស់ហ្នឹងគឺគាត់អាចយកមកវិភាគហើយយកមកមើលថាតើអាចប្រើថ្នាំអីផ្សេងៗអស់ហើយគេឲ្យបច្ចេកវិទ្យាហ្នឹងជួយនៅលើហ្នឹងដើម្បីឲ្យដឹងថាតើគួរតែប្រើថ្នាំអីដែលវាត្រូវភាគរយច្រើនបំផុតឧទាហរណ៍ថាគេយកមក analyze នៅលើរោគសញ្ញារបស់គាត់ហ្នឹងអញ្ចឹងទៅអញ្ចឹងទៅវាសួរថាតើបើយើងរៀនពេទ្យសួរថាយើងត្រូវចេះ IT ឬក៏មិនមែនថាចេះ IT ឬចេះប្រើបច្ចេកវិទ្យាទាំងអស់នេះគឺយើងត្រូវចេះប្រើបច្ចេកវិទ្យាទាំងអស់ហ្នឹងដែរតែគ្រាន់តែពិសេសពេទ្យគេនឹងយកមកមុននឹងគេដាក់ឲ្យប្រើគេបរៀនសិនដែរបាទអញ្ចឹងមានន័យថាអនាគតទៅយើងនឹងបូកចូលគ្នារវាងអ្នកដែលគាត់មានជំនាញខាងវិស័យសុខាភិបាលនិងអ្នកដែលគាត់មានជំនាញខាងព័ត៌មានវិទ្យាដើម្បីធ្វើដោយអ្វីដែលបងបានជម្រាបជូនបាទចឹងបងដោយសារតែយើងបានចំណាយពេលមួយគ្នាច្រើននេះតើតើមួយនឹងការបកស្រាយការដោះកូដអនាគតទៅសានុសិស្សទាំងអស់គ្នាចឹងជាសារចុងក្រោយបងមានអីផ្ដាំផ្ញើទៅសិស្សសានុសិស្សយើងអត់បងបាទអរគុណមែនតើខ្ញុំអត់មានអីច្រើនទេតែគាត់ថាអ្វីដែលយើងធ្វើអ្វីដែលយើងចង់បានតើយើងមានការខំប្រឹងប្រែងហើយគឺនឹងការអត់ធ្មត់បន្តិចទៅមួយករណីហ្នឹងហើយមុខវិជ្ជាខាង IT ឬក៏ព័ត៌មានវិទ្យាឬក៏ IT ហ្នឹងវាមិនជាមុខវិជ្ជាដែលពិបាកខ្លាំងដូចមួយចំនួនទេយើងអាចរៀនបានទេគ្រាន់ថាយើងត្រូវការឲ្យយើងមានការខិតខំព្យាយាមហើយនឹងប្រឹងប្រែងអត់ធ្មត់ជាមួយវាបន្តិចដើម្បីយើងអាចទទួលយកវាបានហ្នឹងហើយដូចបងបានប្រាប់យើងទៅមួយនឹងធ្វើម៉េចដោះកូដខ្លួនឯងទៅមួយខេសហ្នឹងអញ្ចឹងវាពេលខ្លះនៅក្នុងការប្រើប្រាស់បច្ចេកទេសមួយតើយើងយល់ពីហ្នឹងហើយយើងត្រូវការអ្នកជួយយើងដែរទៅមួយខេសហ្នឹងហើយសាកលវិទ្យាល័យពុទ្ធសាសនាខ្ញុំឃើញល្អទៅមួយនឹងការដូចជាគាត់មាននឹងជួយផ្ដល់យោបល់ប្រឹក្សាអីផ្សេងៗទៀតដែរអញ្ចឹងមានលក្ខណៈល្អសម្រាប់និស្សិតរបស់យើងគាត់អាចមកសិក្សាឬក៏សួរនាំព័ត៌មានអីផ្សេងៗបន្ថែមដែរអញ្ចឹងបើសិនជាករណីសិស្សានុសិស្សទាំងអស់គ្នាមានចំណារអារម្មណ៍នៅក្នុងការសិក្សាថ្នាក់បញ្ញាបត្រការគ្រប់គ្រងបណ្ដាញកុំព្យូទ័រក៏ដូចជាថ្នាក់បញ្ញាបត្រវិស្វកម្ម software នៃមហាវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៃសាកលវិទ្យាល័យពុទ្ធសាសនាបងប្អូនអាចតាក់ទងតាមរយៈលេខទូរស័ព្ទ023ឬក៏098 22 16 24ឬក៏តាក់ទងតាមរយៈ Telegram ហើយមិនត្រឹមតែប៉ុណ្ណោះបងប្អូនអាចធ្វើការទៅសាកសួរព័ត៌មានបន្ថែមនៅទីតាំងផ្ទាល់ដែលយើងមានអាសយដ្ឋាននៅអគារលេខ55ផ្លូវ180 184សង្កាត់បឹងរាំងខណ្ឌដូនពេញរាជធានីភ្នំពេញឬមួយបងប្អូនអាចធ្វើការតម្លាក់ comment នៅក្រោមវីដេអូនេះបានហើយក្រុមការងាររបស់យើងនឹងធ្វើការឆ្លើយតបទៅលើសំណួររបស់បងប្អូននៅពេលនេះខ្ញុំបាទសុកគៀងនិងវិក្កាមិនកិត្តិយសលោកសុកនាងដែលជាអគ្គនាយករងនៃក្រុមហ៊ុនប្រសិទ្ធ Solution Co Ltd សូមអរគុណនិងជម្រាបលា